ban đông pre cha ban đông pre vài chật ớt vài chật con lục ta trơn cha lục cha tất cả quạt cầm san kèm niêm sai mình đi đại ban chui ở thom đông tập nuôi chung đã cầm cua sa bông sấy rịch rơi na âm pi tật tập hiệp nơi khung khom bằng đáo sọc press đạch khai prey vẹnประគុណម្ចាស់ព្រះនាមសៅមុនីព្រះគ្រូចៅអត្តកាវត្តកំសាន្តភ្នំពេញដែលបានឧបត្ថម្ភអណ្ដូងទឹកចំនួនមួយគ្រឿងដែលមានជម្រៅ60ម៉ែត្រដើម្បីជូនដល់ក្រុមគ្រួសារដែលមានជីវភាពក្រីក្រខ្វះខាតដែលមានឈ្មោះថាសានវាសនាដែលមានសមាជិកចំនួន5នាក់ដែលមានជីវភាពខ្វះខាតខ្លាំងដែលរស់នៅក្នុងភូមិទឹកសិនឃុំបឹងដោលស្រុកព្រះស្ដេចខេត្តព្រៃវែងជាក់ស្ដែងតាមរយៈការអធិប្បាយមួយនេះនាងខ្ញុំសូមចូលរួមចែករំលែកទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសខាងឃុំបឹងដោលស្រុកព្រះស្ដេចខេត្តព្រៃវែងនាងខ្ញុំឃើញពីទស្សនវិជ្ជាមួយនេះហើយចាពិតជារីករាយណាស់ចំពោះឃុំបឹងដោលចាដែលបងស្រីថងកុនធាដែលជាមេឃុំបឹងដោលតែម្ដងដែលតែងតែយកចិត្តទុកដាក់ទៅលើពុកម៉ែបងប្អូនប្រជាពលរដ្ឋម្យ៉ាងវិញទៀតនាងខ្ញុំក៏អរគុណថ្លែងអំណរអរគុណដល់គុណម្ចាស់ដែលមានព្រះនាមសៅមុនីដែលជាគ្រូចៅអត្តកាវត្តកំសាន្តរាជធានីភ្នំពេញដូច្នេះជាចុងបញ្ចប់នៃវីដេអូនាងខ្ញុំក៏សូមថ្លែងអំណរអរគុណក៏ដូចជាសូមអំពាវនាវទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទីចិត្តទីឆ្ងាយដែលបានចូលតាមដានទស្សនាតាមរយៈការអធិប្បាយនៅក្នុងវីដេអូមួយនេះសូមចូលរួមគាំទ្រនិងចែករំលែកក៏ដូចជាការចុច share វីដេអូនេះលើកទឹកចិត្តទៅកាន់ថ្នាក់ដឹកនាំឃុំក៏ដូចជាសប្បុរសធម៌សប្បុរសជនទីចិត្តទីឆ្ងាយជាពិសេសនឹកគុណនិងអរព្រគុណដល់ព្រះអង្គម្ចាស់ដែលមានព្រះនាមថាសៅមុនីចាដែលជាព្រះអង្គគ្រូចតកាវត្តកំសាន្តនៅរាជធានីភ្នំពេញដែលបានឧបត្ថម្ភអណ្ដូងទឹកដែលមានជម្រៅ60ម៉ែត្រមួយគ្រឿងតែម្ដងចាជូនដល់ក្រុមគ្រួសារដែលមានឈ្មោះថាសានវាសនាដែលមានជីវភាពខ្វះខាតខ្លាំងនៅក្នុងនោះដែលគាត់រស់នៅក្នុងភូមិទឹកសិនឃុំបឹងដោលស្រុកព្រះស្ដេច